បន្ទាប់ពីឃើញអ្នកគាំទ្រជាច្រើនគូបកងឲ្យកីឡាករពេជ្រអាទិទេពប៉ះជាមួយនឹងកីឡាករលំដាប់នេះលំដាប់នោះឥឡូវនេះលោកគ្រូពេជ្រសុផាន់លើកឡើងអំពីដៃគូច្បាស់ការរបស់កីឡាករពេជ្រអាទិទេពបងប្អូនប្រសិនបើមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយដើម្បីទទួលបាននូវព័ត៌មានថ្មីៗទាក់ទងជាមួយនឹងវិស័យកីឡាប្រដាល់គុណខ្មែរបាទសម្រាប់វីដេអូនៅពេលនេះខ្ញុំបាននឹងធ្វើការជម្រាបជូនប្រិយមិត្តនៅសាច់រឿងពាក់ព័ន្ធជាមួយនឹងលោកគ្រូពេជ្រសុផាន់លើកឡើងអំពីដៃគូច្បាស់ការរបស់កីឡាករពេជ្រអាទិទេពបាទបន្ទាប់ពីកីឡាករពេជ្រអាទិទេពយកឈ្នះបាទកីឡាករលំដាប់គីឡូ57ពីររូបបាទគឺកីឡាករវ៉ាន់វឿននិងកីឡាករធុនផានិតបាទឥឡូវនេះច្បាស់ការទៀតហើយបងប្អូនបាទនឹងធ្វើការប្រកួតបាទរវាងកីឡាករពេជ្រអាទិទេពនិងប៉ះជាមួយនឹងកីឡាករធុនសាក់ស៊ីនបាទធុនសាក់ស៊ីនក៏ជាកីឡាករលំដាប់ប្រភេទគីឡូ57គីឡូក្រាមដែរកូនសិស្សរបស់លោកគ្រូធុនសុភាហើយចាំមើលថាតើកីឡាករធុនសាក់ស៊ីនគាត់អាចសងសឹកជូនសិស្សច្បងសិស្សប្អូនរបស់ខ្លួនបានដែរឬក៏យ៉ាងណាជាការលើកឡើងរបស់កីឡាករធុនសាក់ស៊ីនមុនប៉ះជាមួយនឹងកីឡាករពេជ្រអាទិទេពគាត់បានលើកឡើងថាបាទសម័យកាលនេះគឺពិបាកដោះមែនទែនឥឡូវនេះគាត់សូមចូលខ្លួនដោះតែម្ដងបាទចាំមើលថាតើគាត់ដោះសម័យកាលនេះបានឬក៏យ៉ាងណាយើងមានតែចាំអ៊ុតបាទយើងមានតែចាំអ៊ុតថាតើកីឡាករធុនសាក់ស៊ីនជាកីឡាករកំពុងតែឡើងជើងខ្លាំងបាទហើយក៏ជាកីឡាករដែលល្អដៃក្នុងក្លឹបរបស់លោកគ្រូធុនសុភាម្នាក់ដែរបាទហើយឥឡូវនេះឮសូរថាជាការប្រកួតបាទកង់ចេញមករៀមបាទគឺជាការប្រកួតកង់ចេញមករៀមហើយលោកគ្រូពេជ្រសុផាន់គាត់បានលើកឡើងមកបាទគាត់ថាសម្រាប់កីឡាករពេជ្រអាទិទេពគីឡូ57គីឡូ58បាទចូលមកបាទឲ្យតែគីឡូ57គីឡូ58ចូលមកចាំទទួលដៃ10អ្វីដែលសំខាន់បាទគាត់ហ៊ានដល់ថ្នាក់ថាអ្នកហ៊ានអ្នកចិត្តសឿងគាត់បបួលវាយកង់ចេញមករៀមអាអ្នកអាអ្នកដែលថាមកលំបាទរឿងអន់អីទេគាត់ហ៊ានវាយកង់ធំឲ្យបាទគាត់ហ៊ានវាយកង់ធំឲ្យចឹងឌឺដល់ថ្នាក់ហ្នឹងទៀតបងប្អូនបាទចឹងអ្នកដែលវាយកង់ធំជាមួយនឹងកីឡាករពេជ្រអាទិទេពសិតតែអ្នកកីឡាករដែលអត់ហ៊ានវាយកង់ចេញមករៀមទេបងប្អូនបាទចឹងនេះគឺជាទីផ្សាររបស់អាចនិយាយបានជាធ្នាក់មួយបាទរបស់លោកគ្រូពេជ្រសុផាន់ដែរបាទអាចនិយាយបានអញ្ចឹងបងប្អូនយល់អញ្ចឹងអត់បងប្អូនបាទព្រោះកីឡាករពេជ្រអាទិទេពគឺជាប្រភេទកីឡាករល្អដៃបាទអញ្ចឹងគាត់មានតែនិយាយអញ្ចឹងដើម្បីឲ្យកីឡាករដែលមកប៉ះជាមួយនឹងកីឡាករពេជ្រអាទិទេពបើថាអត់វាយកង់ចេញមករៀមទេគឺសិតតែជាកីឡាករអន់បាទគឺសិតតែជាកីឡាករអត់ហ៊ានវាយកង់ចេញមករៀមបាទគឺសិតតែជាកីឡាករខ្លាចកីឡាករពេជ្រអាទិទេពបាទអញ្ចឹងចង់គឺត្រូវតែហ៊ានបន្ថយលេងកង់ចេញមករៀមជាមួយនឹងកីឡាករពេជ្រអាទិទេពហើយចំប្លង់របស់កីឡាករពេជ្រអាទិទេពជាកីឡាករល្អដៃចេះទៀតមានអីនៅបងប្អូនបាទមានអីនៅបាទអញ្ចឹងមានតែចាំអ៊ុតបងប្អូនព្រោះធុនសាក់ស៊ីនក៏មិនណយដែរការប្រកួតមួយរយៈនេះកម្រឃើញចាញ់ណាស់បងប្អូនបាទកម្រឃើញចាញ់ដែរហើយគឺជាប្រភេទកីឡាករបុកសូម្បីតែលោកគ្រូពេជ្រសុផាន់ក៏គាត់ទទួលស្គាល់ថាកីឡាករធុនសាក់ស៊ីនជាកីឡាករល្អមួយរយៈចុងក្រោយនេះហើយគាត់ក៏សរសើរកូនសិស្សរបស់គាត់ដែរគាត់ថាពេជ្រអាទិទេពក៏មិនអន់ដែរបាទពេជ្រអាទិទេពក៏មិនអន់ដែរអញ្ចឹងមានតែចាំមើលពួកគាត់ប៉ះគ្នាបាទរវាងធុនសាក់ស៊ីនជាមួយនឹងកីឡាករពេជ្រអាទិទេពល្អដៃប៉ះល្អដៃតើនឹងទៅជាយ៉ាងណាបុកប៉ះបុកតើអ្នកណានឹងថយបាទវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា